ចាអ្នកណាខ្លះដែលរាល់ថ្ងៃធ្វើការតែចេះតែមានកូនចិត្តតូចមួយថាថ្ងៃណាមួយចង់បើកគ្រួសារខ្លួនឯងអីចឹងចាដូចខ្ញុំអញ្ចឹងខ្ញុំធ្លាប់ជា startup co-founder អញ្ចឹងចាប់ផ្ដើមដោយបាត់ដៃទទេធ្វើក្រុមហ៊ុនខ្លួនឯងរហូតដល់ដែលបាន 4-5 ឆ្នាំហើយខ្ញុំក៏បានបិទវិញបើទោះជាឥឡូវនេះខ្ញុំមិនមែនជាម្ចាស់ startup មិនមែនជាម្ចាស់អាជីវកម្មតែខ្ញុំនៅតែចង់រៀនអីថ្មីតាក់ទងនឹងអាជីវកម្មតាក់ទងនឹងបរិបទក្នុងការរកស៊ីតាក់ទងនឹងសេដ្ឋកិច្ចពិភពលោកសេដ្ឋកិច្ចប្រទេសជាតិសេដ្ឋកិច្ចនៅក្នុងទីក្រុងយើងអីអញ្ចឹងណាព្រោះចំណេះដឹងទាំងអស់ហ្នឹងវាដែរថាអត់ប្រយោជន៍ទេតែអញ្ចឹងហើយបានជាខ្ញុំពិតជាសប្បាយរីករាយមែនតើដែលខ្ញុំបានឱកាសចូលរួមពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនិងសិក្ខាសាលាផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ2026ដល់ឆ្នាំ2030ខ្ញុំមានឱកាសស្ដាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំជាច្រើនរូបហើយអ្នកជំនាញជាច្រើនដែលមកចែករំលែកអំពីបទពិសោធន៍ក៏ដូចជាចំណេះដឹងតាក់ទងនឹងសេដ្ឋកិច្ចពាណិជ្ជកម្ម start up ធុរកិច្ចថ្មីនៅក្នុងស្រុកខ្មែរយើងអញ្ចឹងណាហើយជាពិសេសបំផុតគឺទទួលបានសៀវភៅនេះ free សៀវភៅយុទ្ធសាស្ត្រថ្នាក់ជាតិហ្នឹងយើងអាចយកមកអានខ្លួនឯងបន្ថែមអញ្ចឹងណាហើយពេលដែលខ្ញុំអានគឺខ្ញុំពិតជាសរសើរវាបើប្រៀបធៀបមួយបទពិសោធន៍ការដែលខ្ញុំធ្វើជា startup co-founder គឺគេមានចាប់ត្រូវចំណុចច្រើនគ្រប់ជ្រុងជ្រោយច្រើនដែលគេនិយាយអំពីបញ្ហាប្រឈមនៅពេលដែលយើងបើកក្រុមហ៊ុននៅពេលដែលយើងបើក start up បើកធុរកិច្ចថ្មីហ្នឹងយើងអាចនឹងមានការប្រឈមមួយគេខ្លះពីខាងក្នុងក៏ដូចជាពីខាងក្រៅអញ្ចឹងណាហើយអ្នកដែលចង់គ្រប់គ្រង start up តើគាត់អាចធ្វើអីបានខ្លះដើម្បីចូលរួមចំណែកជួយឲ្យ start up នៅស្រុកខ្មែរយើងរត់តែរីកដុះដាលចាប់ផ្ដើមបានច្រើនហើយក៏បន្តទៅហត់ទៅធំទៅបានច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំពិតជាគិតថាសម្រាប់បងប្អូនដែលកំពុងតែមាន start up ខ្លួនឯងឬក៏មិនទាន់មានទេប៉ុន្តែមានចិត្តថ្ងៃណាមួយថាពេលដែលមានលទ្ធភាពឬក៏មានឱកាសអីគឺអាចចង់បើកខ្លួនឯងអញ្ចឹងណាខ្ញុំពិតជាលើកទឹកចិត្តឲ្យ download សៀវភៅនេះគឺគេមាន free ខ្ញុំនឹងដាក់នៅក្នុងcomment ណាយើងអាច download សៀវភៅហ្នឹងយើងយកអានវាអត់វែងហ្មងទេខ្លីៗហើយគេនិយាយខ្លឹមមែនតើតាក់ទងនឹងយុទ្ធសាស្ត្រតាក់ទងនឹងក្តីប្រឈមហើយយើងអាចមើលជាក់ស្ដែងថាតើសម្រាប់យើងខ្លួនឯងផ្ទាល់សម្រាប់ start up យើងតើយើងអាចចាប់យកឱកាសកន្លែងណាខ្លះក្នុងយុទ្ធសាស្ត្រជាតិនេះយើងឃើញថាមានយុទ្ធសាស្ត្រអាទិភាពចំនួន5ដែលរដ្ឋាភិបាលនឹងផ្ដោតសំខាន់យ៉ាងខ្លាំងអញ្ចឹងណាខ្ញុំអាចដាក់រូបនៅទីនេះដែលសុទ្ធតែសំខាន់តែក្នុងនោះខ្ញុំចង់លើកយកតាក់ទងនឹងបុគ្គលដែលមានទេពកោសល្យឬក៏ talent ដើម្បីមកគ្រប់គ្រង start up ព្រោះខ្ញុំគិតថាកន្លែងហ្នឹងគឺរៀងតាក់ទងជាមួយនឹងបងប្អូនដែលមើលវីដេអូខ្ញុំច្រើនដែលភាគច្រើនជាសិស្សឬក៏ជាអ្នកដែលមានសមត្ថភាពកំពុងតែចង់រៀនកំពុងតែចង់អភិវឌ្ឍខ្លួនឯងបន្ថែមចានៅក្នុងយុទ្ធសាស្ត្រអាទិភាពបង្កើនចំនួនមនុស្សដែលមានទេពកោសល្យហ្នឹងវាមានច្រើនទៀតវាមិនមែនមានតិចទេក្រៅពីព្យាយាមតាក់ទាញយកអ្នកដែលមានទេពកោសល្យពីប្រទេសក្រៅដើម្បីមកបង្រៀនក៏ដូចជាមកចូលរួមបង្កើតហើយនឹងគ្រប់គ្រង start up នៅខ្មែរណាក៏មានការផ្ដោតខ្លាំងដែរលើការបណ្ដុះបណ្ដាលនិស្សិតបណ្ដុះបណ្ដាលប្រជាជនខ្មែរយើងនឹងឲ្យមានភាពជាសហគ្រិនឲ្យហ៊ានបន្ថយបន្ថានឲ្យហ៊ានធ្វើនវានុវត្តន៍បានន័យថាហ៊ាន innovate ហ៊ានបង្កើតអីថ្មីដើម្បីបង្កើតវាឲ្យចេញជាសេវាកម្មឬក៏ផលិតផលមួយដើម្បីបង្កើតទីផ្សារថ្មីដើម្បីបង្កើតជា start up ថ្មីចឹងទៅអានេះខ្ញុំនិយាយខ្លីៗមែនតើខ្ញុំគិតថាបន្តិចទៀតនេះយើងនឹងឃើញមានការលើកទឹកចិត្តបន្ថែមឲ្យសិស្សឲ្យនិស្សិតឲ្យអ្នកធ្វើការក៏ដោយព្យាយាមបង្កើតភាពជាអ្នកដឹកនាំភាពជាសហគ្រិនភាពហ៊ានបន្ថយបន្ថានភាពចេះគិតថ្មីច្នៃប្រឌិតដែលវាស័ក្តិសមនឹងការពិតទិដ្ឋភាពនៅខាងក្រៅណាហើយខ្ញុំគិតថាអានឹងសំខាន់មែនតើយើងមិនអាចទទួលបានអ្វីថ្មីដោយការធ្វើអីដដែលទេតោះយើងហ៊ានធ្វើអីថ្មីទើបយើងអាចចាប់បានអីថ្មីជាពិសេសសម្រាប់បងប្អូនដែលគាត់ទើបតែរៀនចំថ្នាក់ទី12អីអញ្ចឹងណាយើងអាចគិតពីអានឹងដែរហើយយើងអាចព្យាយាមស្រាវជ្រាវបន្ថែមក៏ដូចជា download សៀវភៅនេះអានដើម្បីមើលតើ start up នឹងគេយ៉ាងណាហើយឱកាសអីគេខ្លះដែលយើងអាចចាប់បានទៅថ្ងៃមុខទៀតចាខ្ញុំគិតថានេះគឺគ្រាន់តែជាការចាប់ផ្ដើមដំបូងទេដូចជាការឲ្យដំណឹងជូនមុនអញ្ចឹងណាសម្រាប់4ឆ្នាំទៅមុខនេះលោកមានគោលដៅតាណាខ្លះនឹងមានផែនការធ្វើអីគេខ្លះដើម្បីយើងរៀបចំខ្លួនឲ្យហើយណាមួយខ្ញុំក៏លើកទឹកចិត្តឲ្យទៅតាមដាន page របស់ស្ថាប័នគ្រប់គ្រងសហគ្រិនសំខាន់មានដូចជា Dejo Startup Center ឬក៏មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី Dejo My Enterprise សហគ្រិនខ្មែរហើយនិង Impact Hub ភ្នំពេញជាដើមហើយរត់ទៅងាយស្រួលទៀតណាអ្នកទាំងអស់គ្នាគឺអាចចូលទៅ startupcambodia.gov.kh ដើម្បីឲ្យដឹងពី update ថ្មីដល់ពេលដែលគេអនុវត្តផ្នែកណាមួយគេនឹងមាន update អញ្ចឹងគឺយើងរៀបចំខ្លួនឲ្យហើយក្នុងការចាប់យកឱកាសហ្នឹងហើយចាអញ្ចឹងសារជាថ្មីម្ដងទៀតកុំភ្លេចចូលទៅក្នុង comment ខ្ញុំនឹងដាក់ link ឬក៏ QR code ដើម្បីអាច download សៀវភៅហ្នឹងយកទៅអានដោយ free មានទាំងភាសាអង់គ្លេសមានទាំងភាសាខ្មែរ